อยู่ปีឆ្នាំជាងរហូតដល់ថា4ឆ្នាំចុះនៅពេលដែលគាត់ឃើញកូនគាត់លេចក្នុងពិសានិយាយឬក៏ថាអត់និយាយហ្មងទី1ទី2មានចរិតរឹងរូសទី3អត់ចូលរួមលេងជាមួយនឹងក្មេងដទៃទេហើយនឹងនៅស្លៀកខោទឹកនោមហើយជួយចិត្តញ៉ាំម្ហូបដដែលអត់ចូលចិត្តនឹងអ្វីដែលថ្មីសម្រាប់ខ្ញុំផ្ទាល់នេះជាបទពិសោធន៍របស់ខ្ញុំម៉ាក់ទាំងអស់គ្នាគួរតែយកគាត់ចូលរៀនត្រូវចូលរៀនយកគាត់ចូលរៀនប៉ុន្តែក៏ជាធម្មតាសាលាខ្លះគឺគេអត់ទទួលទេព្រោះដោយសារថាអាចជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួនខាងលើនេះអញ្ចឹងណាហ្នឹងហើយអញ្ចឹងម៉ាក់បើសិនជាខាងសាលាគេតម្រូវម៉ាក់អាចថាត្រូវមាន TA មួយជំនួយការមួយម៉ាក់គឺអូខេទៅពីព្រោះជំនួយការបានន័យថាគឺជួយកូនយើងច្រើននៅក្នុងការដឹកដៃកូនយើងអាចឲ្យ improve ទៅមុខលឿនពីព្រោះដោយសារតែកូនបើយើងនិយាយមែនតើថាខុសពីក្មេងដទៃប៉ុន្តែมันអាចថាកូនយើងនឹងវាចូលក្នុងចំណាត់ថ្នាក់មួយណាដែលអីបែបហ្នឹងឯអ្នកទាំងអស់គ្នាព្រោះដោយសារតែក្មេងនៅអាយុប៉ុណ្ណេះគេហៅវានៅមានការប្រែប្រួលទៅមុខទៀត